សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងខ្ញុំសូមបង្ហាញអំពីការបេះផ្លែឈើតើបេះផ្លែឈើយ៉ាងម៉េចដើម្បីទុកដាក់ឲ្យបានយូរឬមានន័យថាកុំឲ្យវាឆាប់ទុំបាទអញ្ចឹងខ្ញុំសូមបង្ហាញផ្លែឈើទាំងអស់នេះដូចតទៅគឺផ្លែឈើទាំងអស់នេះគឺវាបេះដំណើរគ្នានេះគឺផ្លែស្វាយប៉ោមអូស្ត្រាលីអានេះស្វាយតៃវ៉ាន់អានេះស្វាយអៃវិនហើយនេះគឺស្វាយថៃហើយហៅថាស្វាយបែមប៉ុន្តែការបេះនេះគឺផ្សេងគ្នាស្វាយប៉ោមអូស្ត្រាលីនេះគឺយើងបេះមានអណ្ដង់វាវែងហើយស្វាយតៃវ៉ាន់នេះក៏យើងបេះអណ្ដង់វាវែងដែរចំពោះស្វាយតៃវ៉ាន់និងស្វាយថៃនេះយើងបេះគឺអណ្ដងវាខ្លីហើយយើងពិនិត្យមើលនេះស្វាយដែលជាស្វាយថៃនេះគឺវាសពូននេះសពូនបាទសពូននោះតុនបាទហើយស្វាយនេះក៏ដូចគ្នាដែរជាងសពូនហើយស្វាយពីរនេះគឺស្វាយតៃវ៉ាន់ហើយនិងស្វាយប៉ោមអូស្ត្រាលីនេះគឺនៅស្រស់ញញឹមនៅឡើយតើបងប្អូនដឹងទេថាមូលហេតុអីបានជាស្វាយនេះវាមានភាពបេះដំណើរគ្នាមួយគឺវារាងសពូនហើយមួយទៀតនៅស្រស់ញញឹមស្វាយនេះខ្ញុំបេះនៅថ្ងៃទី13ដំណើរគ្នាទេហើយមកដល់ថ្ងៃនេះថ្ងៃទី18ប៉ុន្តែទុកដាក់នៅកន្លែងជាមួយគ្នាប៉ុន្តែស្វាយផ្សេងគឺស្វិតស្វាយពីរនេះគឺស្វិតហើយស្វាយពីរប្រភេទនេះអត់ស្វិតមូលហេតុមកអំពីគឺអណ្ដងវាវែងស្វាយគឺអណ្ដងវែងបាទកាលណាបងប្អូនបេះទុកអណ្ដងវែងចេះការភាពស្វិតសពូនឬក៏ភាពទុំរបស់វាគឺវាពជាពេលជាងបេះម្ដងខ្លីចេះដោយសារអីដោយសារអណ្ដងមកវានេះគឺវាមានតួនាទីសម្រាប់នាំសារធាតុទឹកឬក៏ជាតិទឹកអំពីមែកពីដើមរបស់វាបាទអញ្ចឹងកាលណាវានៅអណ្ដងនេះគឺមានន័យថាភាពស្វិតរបស់វាគឺវាចាប់ដើមស្វិតពីអណ្ដងនេះទៅតម្រាំស្វិតម្ដងនេះរហូតដល់ផ្លែនេះវារយៈពេលយូរហើយចំពោះអានេះគឺវាអត់មានខ្សោយនៅសារធាតុទឹកដែលនាំពីមែកពីដើមរបស់វាហ្នឹងអញ្ចឹងភាពស្វិតរបស់វាគឺវានៅលើផ្លែតែម្ដងបាទអត់ដូចនេះជាដើមសូមអរគុណបងប្អូនដែលបានទស្សនាអំពីការទុកដាក់ផ្លែឈើឬក៏បេះផ្លែឈើយ៉ាងណាដើម្បីឲ្យទុកដាក់បានយូរសូមអរគុណសូមជម្រាបលា